នៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីរៀបចំទិន្នន័យដើម្បីផលិតផែនទីមួយដែលត្រូវប្រើការអ្នកចង់ផលិតទីណាជាមូលដ្ឋានគ្រឹះក្នុងការផលិតផែនទីគឺដំបូងគឺយើងត្រូវចេះរៀបចំទិន្នន័យអញ្ចឹងខ្ញុំមានទិន្នន័យ GIS មួយចំនួនដែលខ្ញុំនឹងធ្វើការផលិតផែនទីមួយអញ្ចឹងខ្ញុំនឹងធ្វើការទាញទិន្នន័យចូលអ្នកអាចទាញតាមរបៀបណាក៏បានហើយខ្ញុំទាញតាមរបៀបធ្វើហើយអូខេនៅក្នុងនេះខ្ញុំមានទិន្នន័យចំនួន4ខ្ញុំមានទិន្នន័យប្រទេសកម្ពុជាទិន្នន័យខេត្តទិន្នន័យស្រុកហើយទិន្នន័យឃុំអញ្ចឹងខ្ញុំជាដំបូងខ្ញុំដោះ field ឃុំហើយដោះ field ឃុំគឺខ្ញុំដាក់យក border វាពណ៌រាងក្រហមហើយខ្ញុំបន្ថយទំហំតិចតមកទៀតគឺស្រុកគឺខ្ញុំយក no brush ដូចគ្នាហើយខ្ញុំជ្រើសយកពណ៌ខ្មៅប៉ុន្តែខ្ញុំតម្លាក់វារាងតូចតិចអូខេតមកទៀតគឺខ្ញុំនឹងធ្វើការ categorize ខ្ញុំបែងចែកតាមខេត្តនីមួយៗឲ្យទៅតាមឈ្មោះរបស់ខេត្តទាំងនោះអញ្ចឹងខ្ញុំ classify អញ្ចឹងខ្ញុំនឹងបានឈ្មោះខេត្តផ្សេងគ្នាហើយបន្តមកទៀតខ្ញុំនឹងបង្ហាញ label គឺអ្នកគ្នាអាចជ្រើសយកកន្លែង layer styling ហើយ label នេះអញ្ចឹងយក label អញ្ចឹង label វានឹងចេញជាអក្សរអញ្ចឹងអាស្រ័យទៅលើអ្នកគ្នាចង់បានជាអង់គ្លេសឬក៏ជាខ្មែរខ្ញុំយកជាខ្មែរហើយជាខ្មែរគឺខ្ញុំចង់បាន font ខ្មែរឲ្យបាត់ដំបងគឺខ្ញុំអាច search កន្លែងនេះបានតមកទៀតគឺខ្ញុំចង់បានឲ្យវា draw buffer អញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងជាអីដែលខ្ញុំចង់បានប៉ុន្តែខ្ញុំចង់បានឲ្យវាចេញ small បន្តិចដើម្បីឲ្យវាមើលទៅកាន់តែមានសោភ័ណភាពអញ្ចឹងខ្ញុំចុចនៅខាងក្រោមនេះ layer rendering ហើយចុចកន្លែង draw effects អញ្ចឹងចុចចូលកន្លែងសញ្ញាផ្កាយនេះខ្ញុំយក draw shadow អញ្ចឹងខ្ញុំចង់បានប៉ុណ្ណឹងហើយអ្នកអាចចេញវិញបានបន្តមកទៀតតើខ្ញុំត្រូវផលិតផែនទីនេះមានប្រភេទផែនទីអីខ្លះដោយសារខ្ញុំចង់បានជាប្រភេទផែនទីមួយដែលមានបង្ហាញអំពីផែនទីធំនេះនិងផែនទីតូចមួយទៀតនៅជាប់ក្បែរនឹងបង្ហាញពីផែនទីប្រទេសកម្ពុជាអញ្ចឹងខ្ញុំធ្វើការគ្រប់វាមួយហើយខ្ញុំដាក់ថា base map បន្តមកទៀតខ្ញុំនឹងធ្វើការទាញផែនទីពិភពលោកចូលមួយគឺខ្ញុំវាយនៅខាងក្រោមនេះខ្ញុំដាក់ថាកន្លែង coordinate នេះខ្ញុំវាយពាក្យ var ហ្នឹងវាយអក្សរតូចទាំងអស់ហើយ enter អញ្ចឹងនៅពេលដែល enter ហើយពេលនោះនឹងឃើញផែនទីពិភពលោកមួយធ្លាក់ចូលមកអ្នកនរអាចបដូរពណ៌ទៅតាមអីដែលអ្នកនរចង់បានខ្ញុំផែនទីប្រទេសកម្ពុជាទាំងមូលខ្ញុំចុចចាត់ពណ៌ខំហើយផែនទីពិភពលោកនេះខ្ញុំស្រឡាញ់ពណ៌រាងដិតខ្មៅជាងនឹងបន្តិចហើយបន្ថែម color ឲ្យវាគឺ full អញ្ចឹងអ្នកនរអាចទាញមកផ្នែកខាងនេះអញ្ចឹង capacity វាគឺពេញតមកទៀតគឺខ្ញុំគោរពវាមួយទៀតគឺខ្ញុំដាក់ថា inset map បន្ទាប់ពីខ្ញុំ inset map ហើយខ្ញុំនឹងធ្វើការបង្ហាញវាម្ដងមួយអញ្ចឹងខ្ញុំបិទផ្នែកខាង base map ខាងលើចោលបន្ទាប់មកទៀតគឺខ្ញុំចូលកន្លែង thin នេះកន្លែង thin នេះគឺខ្ញុំ add thin នេះដើម្បីយើងងាយស្រួលក្នុងការ zoom ឬក៏ switch ចុះឡើងនៅ map layout អញ្ចឹងខ្ញុំដាក់ថា inset map ដូចគ្នា inset map ដដែលដើម្បីឲ្យខ្ញុំងាយស្រួលមើលតទៅទៀតខ្ញុំបិទផ្នែកខាងក្រោមនេះខ្ញុំនឹងបើកផ្នែកខាងលើនេះហើយខ្ញុំដាក់ថាខ្ញុំ add មួយទៀតខ្ញុំដាក់ថា base map ដូចគ្នាតមកទៀតគឺនៅពេលដែលអ្នកនរគ្នាបង្កើតបានអ្នកគ្នាអាចឃើញនៅផ្នែកនេះមាន2អញ្ចឹងនៅពេលដែលខ្ញុំចុច inset map វានឹងចេញទៅចំនួន inset map នៅពេលដែលខ្ញុំចូលកន្លែងផ្នែកនេះខ្ញុំចុច base map វានឹងបង្ហាញ base map របស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹង